សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin សូមបង្ហាញពី technique ក្នុងការបិទការ៉ូទាំងពីររបៀបគឺបិទការ៉ូលើផ្ទៃជញ្ជាំងហើយនឹងការក្រាបបាតការ៉ូដោយប្រើប្រាស់ស៊ីម៉ង់កែវ Weber ជំហានដំបូងគឺយើងធ្វើការយកស៊ីម៉ង់កែវមកលាយជាមួយនឹងទឹកស្អាតក្នុងសមាមាត្រ 1/3 រួចកូរចូលគ្នាឲ្យសព្វដោយប្រើ motor ក្នុងលក្ខខណ្ឌការបិទការ៉ូលើផ្ទៃជញ្ជាំងយើងក៏បីត្រូវប្រើស្លាបព្រាបៀកស៊ីម៉ង់កែវដើម្បីជួយរក្សាកម្រាស់ស៊ីម៉ង់កែវបានស្មើល្អមុននឹងយើងយកការ៉ូទៅបិទលើផ្ទៃជញ្ជាំងយើងត្រូវបៀកស៊ីម៉ង់កែវនៅខាងក្នុងការ៉ូដើម្បីបង្កើនភាពស្អិតជាមុនសិនប្រើប្រាស់ញញូរជ័រគោះលើការ៉ូដើម្បីឲ្យស៊ីម៉ង់កែវស្អិតជាប់ពីពេញផ្ទៃការ៉ូកម្រិតផ្ទៃការ៉ូជាមួយនឹងរងការ៉ូទុកឲ្យស្ងួតក្នុងរយៈពេល12ម៉ោងរួចអាចធ្វើការបៀករងបានហើយក្នុងលក្ខខណ្ឌការក្រាបបាតការ៉ូយើងគួរប្រើប្រាស់ស្លាបព្រាបៀកស៊ីម៉ង់កែវទំហំ10មីលីម៉ែត្រដើម្បីបៀកស៊ីម៉ង់កែវនៅលើផ្ទៃបាតប្រើប្រាស់ញញូរជ័រគោះលើការ៉ូដើម្បីឲ្យស៊ីម៉ង់កែវស្អិតជាប់ពីពេញផ្ទៃការ៉ូកម្រិតផ្ទៃការ៉ូជាមួយនឹងរងការ៉ូទុកឲ្យស្ងួតក្នុងរយៈពេល24ម៉ោងបន្ទាប់មកចូលការងារបៀករងបានហើយ